នៅផ្ទះថ្ងៃឈប់សម្រាកគេចុចតែទូរស័ព្ទឡើងធុញអត់ដឹងថាទៅដើរលេងនៅណាអាចមកលេងនៅភូមិនេះបានដែលចំណាយលុយតិចតែបានមកលេងកន្លែងស្អាតៗបែបនេះមកគេងមើលអាប់មើលវាលស្រែខៀវខ្ចីនិងស្ដាប់សំឡេងទឹកភ្លៀងធ្លាក់បែប slow life ដែលមានទេសភាពនៃជើងភ្នំដ៏ស្អាតបំផុតអញ្ចឹងហើយអ្នកទាំងអស់គ្នាគួរតែដកឃ្លាមកសាកថ្មីជីវិតនៅកន្លែងស្អាតៗនេះថ្ងៃនេះ Fantasy Trip សូមណែនាំកន្លែងសម្រាកដ៏ស្អាតមួយដែលអ្នកមិនគួររំលងដូច្នេះមកទស្សនាវីដេអូនេះទាំងអស់គ្នាកន្លែងដែលពួកខ្ញុំមកសម្រាកនេះគឺមានឈ្មោះថាភូមិទឹកស្រែដែលមានចម្ងាយប្រហែលជា100 គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញហើយយើងអាចធ្វើដំណើរតាមផ្លូវល្បឿនលឿនរួចចុះតាមច្រកកំពង់សិលានិងជិះតមកដល់ស្ពានស្រែអំបិលទៅបត់ស្ដាំចូលប្រហែលជា7ទៅ8 គីឡូម៉ែត្រគឺមកដល់ហើយផ្លូវធ្វើដំណើរពេលដែលចូលមកគឺស្រួលដែលឡានទៀតក៏អាចជិះបានមកផងដែរហើយពួកខ្ញុំបានមកលេងនៅទីនេះដែលមានគ្នា5នាក់ដែលបានស្នាក់នៅផ្ទះស្នាក់ដ៏ខ្ជូតមួយដែលមួយយប់$60បើចែកគ្នាទៅម្នាក់អស់ដូចជា$12សម្រាប់ការស្នាក់នៅនេះនៅពេលដែលមកដល់គឺយើងទទួលបាននៅអារម្មណ៍ល្អស្លាស់មុខស្លាស់មាត់មែនទែនហើយផ្ទះស្នាក់នៅទីនេះគឺនៅជាប់នឹងមាត់ទឹកដែលមាន2ជាន់ហើយនៅជាន់ខាងលើគឺជាកន្លែងគេងដែលមានពូកធំទូលាយមានម៉ាស៊ីនត្រជាក់ពិសេសគឺមានរាងហាលខាងមុខបែរចេញទៅទេសភាពនៃទឹកព្រែកនិងភ្នំដ៏ស្រស់ស្អាតដែលយើងអាចអង្គុយស្រូបខ្យល់អាកាសបរិសុទ្ធពីធម្មជាតិបានចំណែកខាងក្រោមវិញគឺស្អាតមានរបៀបយើងអាចអង្គុយលេងឬញ៉ាំអាហារជុំគ្នាដែលមើលទៅទេសភាពដូចនៅជាន់ខាងលើដែរហើយនៅពេលថ្ងៃត្រង់គឺយើងអាចកំងអាហារពីម្ចាស់ផ្ទះមកញ៉ាំបានដែលរសជាតិវិញគឺអែមខ្លាំងមែនទែនមកញ៉ាំហើយចង់សុំគាត់5ចានទៀតសំខាន់ណាស់បានអង្គុយញ៉ាំបដាស្ដាប់សំឡេងធម្មជាតិនិងខ្យល់អាកាសបរិសុទ្ធនិយាយទៅគឺមានក្តីសុខខ្លាំងមែនទែនមកលេងនៅទីនេះក៏មានសកម្មភាពផ្សេងៗដូចជាទៅជិះទូកកាយ៉ាអមលេងកំសាន្តហើយជិះទៅកោះដែលមានដីខ្សាច់ដោះនៅចំកណ្ដាលទឹកនេះហើយកន្លែងខ្សាច់ដោះនេះគឺដោះនៅតែពេលផឹកគេហើយពេលល្ងាចគឺទឹកឡើងហ្នឹងគឺវាលិចទឹកបាត់ហើយសម្រាប់អ្នកដែលមកគ្នាច្រើនលក្ខណៈជាក្រុមអីខ្ញុំណែនាំឲ្យមកក្បូនមកជិះលេងតែមកក្បូនហ្នឹងគឺ$20ឬក៏គិតម្នាក់$2សំខាន់ណាស់នៅលើក្បូនហ្នឹងគឺមានធុងបាសទៀតដែលអាចឲ្យយើងជិះលេងបណ្ដាលនិងចាក់ចំហៀងហមលេងកំសាន្តជុំគ្នាបណ្ដាលហើយពេលវេលាដែលល្អបំផុតសម្រាប់ការជិះទូកនិងក្បូនហ្នឹងគឺចន្លោះម៉ោង4ទៅម៉ោង5ល្ងាចដែលយើងបានជិះគយគន់មើលថ្ងៃលិចដ៏ស្រស់ស្អាតនៅពេលល្ងាចគឺបរិយាកាសជាក់ស្រួលហើយយើងអាចចុះមកខាងក្រោមជួយគ្នារៀបចំធ្វើម្ហូបញ៉ាំជុំគ្នាយ៉ាងសប្បាយហើយគាត់ក៏មានជាចក្រានអាំងសាច់ទុកឲ្យយើងធ្វើជាគោឡើងភ្នំឬក៏អាំងគ្រឿងសមុទ្រអីជាដើមហើយកុំភ្លេចចាចូលមកតាមផ្លូវហ្នឹងគឺសម្បូរអ្នកលក់តារីនិងសម្ងៅធម្មជាតិផងដែរអញ្ចឹងកុំភ្លេចចូលទិញទាំងអស់គ្នាបើនិយាយពីផ្លែឈើវិញផ្អែមស្រស់ហើយតម្លៃវិញសមរម្យពួកខ្ញុំបានទិញយកទុកញ៉ាំធ្វើជាផ្អែមលាងមាត់ដែរសរុបការចំណាយទាំងអស់សម្រាប់ការស្នាក់នៅទីនេះមួយយប់ហើយអស់ជាម្នាក់$40តែប៉ុណ្ណោះហើយសូមនិយាយពាក្យចេញពីចិត្តហ្មងបើសិនបើអ្នកទាំងអស់គ្នាចង់បានការស្នាក់នៅបែប modern resort លំដាប់ផ្កាយឬក៏មានអាងហែលទឹកទំនើបអីភូមិទឹកស្រែប្រហែលជាមិនជាជម្រើសរបស់អ្នកទាំងអស់គ្នាទេតែបើសិនជាចង់ស្វែងរកកន្លែងស្ងប់ស្ងាត់បរិយាកាសបែបអ្នកស្រុកជនបទធម្មជាតិពិតៗចង់រស់នៅបែប slow life ភូមិទឹកស្រែគឺជាជម្រើសដ៏ល្អខ្លាំងបំផុតហ្មងសម្រាប់ខ្ញុំមកលើកនេះគឺបានដកអារម្មណ៍ជាមួយនឹងការដេកនៅលើទូកកាយ៉ាស្ដាប់សំឡេងដំណក់ទឹកភ្លៀងនិងសម្លឹងមើលទៅទេសភាពភ្នំដ៏ស្រស់ស្អាតនិយាយទៅគឺមានក្តីសុខខ្លាំងមែនទែនភូមិទឹកស្រែជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលមកលេងជាលក្ខណៈគ្រួសារនិងក្រុមឬដៃគូជាដើមដែលចង់បានសាកថ្មជីវិតបែបធម្មជាតិអញ្ចឹងចិត្តចង់សប្តាហ៍ហើយមានគ្នាយើងណាខ្លះកំពុងតែរៀបចំគម្រោងមកលេងនៅភូមិទឹកស្រែនឹងខ្លះតើឥឡូវខមមិននៅខាងក្រោមវីដេអូនេះឲ្យ admin ទាំងផងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាយបាយ